ការវិយុមិញដោយសារគិតពីបងប្អូនសាច់ញាតិខ្ញុំនៅស្រុកខ្មែរទាំងអស់គ្នាហ្នឹងមិនថាសាច់ញាតិបកើសាច់ញាតិថ្លៃសាច់ញាតិឆ្ងាយសាច់ញាតិគិតចិត្តទេបងប្អូនគឺគិតដល់ពួកគាត់ខ្លាំងមែនតើអញ្ចឹងហើយបានជាខ្ញុំដេកអត់លក់ដល់ពេលព្រលឹមឡើងខ្ញុំអត់មានអារម្មណ៍ទៅធ្វើអាហារពេលព្រឹកស្អីទេបងប្អូននៅខ្ញុំនៅស្រុកជាក៏នាំគ្នាទៅញ៉ាំអាហារពេលព្រឹកនៅខាងក្រៅនៅជិតសាលាប៉ុន្តែវាអត់ឆ្ងាញ់ទេប៉ុន្តែចិត្តតែញ៉ាំទៅបងប្អូនជារួមពេលអញ្ចឹងណាដោយសារតែយប់មិញហ្នឹងកូនស្រីខ្ញុំហ្នឹងខំប្រាប់ថាអញ្ចេះនៅសៀមរាបប្រហែលជាហៅថាប្រហែលជាគ្រាប់បែកម្ដងអញ្ចឹងណាព្រោះអីគេដើរបកគោប្រកាសថាឲ្យបិទភ្លើងពេលយប់គេអត់ឲ្យបើកភ្លើងទេដល់ពេលអញ្ចឹងទៅកាន់តែភ័យពីផ្ទះសម្បែងពីបងប្អូននិយាយទៅភ័យពីស្រុកខ្មែរតែម្ដងបងប្អូនអញ្ចឹងបាទខ្ញុំដេកអត់លក់ទេឲ្យខ្ញុំម្នេះវិញបងប្អូនតាមដានគ្រប់ម៉ោងគ្រប់ពេលព័ត៌មានថាស្រុកខ្មែរមិនហើយអញ្ចឹងទៅឥឡូវឮគេនិយាយប្រាប់ថាឥឡូវគេត្រៀមថាខេត្តពោធិ៍សាត់ខេត្តកោះកុងអាណាទៀតឆ្កោយើងទៅដល់ពេលអញ្ចឹងទៅកាន់តែភ័យបងប្អូននិយាយទៅអត់មានអារម្មណ៍ធ្វើការតែម្ដងសូម្បីតែការងារកប៉ិកប៉ុកនៅផ្ទះវល់ពេញនឹងបងប្អូននិយាយទៅអត់មានអារម្មណ៍ធ្វើការជាតាមបានព័ត៌មានទេណាហើយបងប្អូនមួយចំនួនចង់ឲ្យខ្ញុំនិយាយព័ត៌មានជាភាសាឥណ្ឌាតាមបងប្អូននេះមិនមែនថាខ្ញុំមិនចង់និយាយទេខ្ញុំហួសពីចង់និយាយតែសំខាន់ហ្នឹងខ្ញុំអត់ចេះភាសាឥណ្ឌាទេបងប្អូនខ្ញុំចេះតែភាសាតាមតំបន់តិចហើយភាសាឥណ្ឌាភាសាជាតិភាសាហិណ្ឌូអញ្ចឹងតំបន់ដែលខ្ញុំរស់នៅគេអត់និយាយទេបងប្អូនគេកម្រនិយាយភាសាហិណ្ឌូណាគេនិយាយតែភាសាកំណើតគេទេដែលបងប្អូននឹងស្រាប់ថាប្រទេសឥណ្ឌាជាប្រទេសធំហើយមានភាសាច្រើនអញ្ចឹងមិនងាយទេបងប្អូនហើយមិញខ្ញុំបានខលទៅបងប្អូនខ្ញុំគាត់ប្រាប់ថាជាជនភៀសខ្លួនដែលនៅប្រទេសមានជ័យទីទៀតមកដល់សៀមរាបហើយដោយសារតែទាហានធៀមគេត្រៀមខ្លាំងណាស់អញ្ចឹងហើយពួកគេជំនះគាត់មកដល់សៀមរាបអញ្ចឹងណាហើយព្រឹកមិញគឺខ្ញុំបានបរិច្ចាគឲ្យបងប្អូនខ្ញុំយកគ្រឿងថាតាក់តងថាមិនថាមីមិនថាស្អីបងប្អូនជួយអ្នកជនភៀសខ្លួនឬក៏ទាហានអញ្ចឹងព្រឹកមិញឯងប៉ុន្តែដោយសារតែគាត់ទៅម្នាក់ឯងអញ្ចឹងទៅគាត់អត់មានវីដេអូថតឲ្យខ្ញុំបានបង្ហាញបងប្អូនទេប៉ុន្តែស្អែកខ្ញុំនឹងបរិច្ចាគទៀតអញ្ចឹងគាត់នឹងមានថាមានពេលថតឲ្យបានច្រើនអញ្ចឹងអូនចូលរួមបរិច្ចាគបងប្អូនមិនបាច់ចូលរួមបរិច្ចាគតាមខ្ញុំទេបងប្អូនដោយសារតែខ្ញុំនៅក្រៅប្រទេសអញ្ចឹងបងប្អូនអាចចូលរួមបរិច្ចាគតាមเพจធំដែលគេផ្សព្វផ្សាយឲ្យចូលរួមបរិច្ចាគសម្រាប់ប្រទេសជាតិយើងអញ្ចឹងណាហើយជាពិសេសអ្នកស៊ីមរាបើសិនជាគាត់ចង់បរិច្ចាគគាត់អាចទៅយកអីវ៉ាន់ទៅទុកនៅផ្សារសាមគ្គីក៏បានផ្សារលើក៏បានព្រោះអីនៅពេលយើងទុកអីវ៉ាន់បានច្រើនយូរឡានគេមកដឹកចឹងណាបើមិនសមមិញសបោគេសបោឡានមកច្រើនតែថ្ងៃនេះវាអត់សូវមានបរិច្ចាគចឹងឡានមកមួយទេបងប្អូនវាអត់សូវច្រើនទេមិនសមមិញទេហើយរូបភាពនៅក្នុងវីដេអូនេះគឺគេឡានមកដឹកអីវ៉ាន់ពីផ្សារសាមគ្គីសម្រាប់បងប្អូនដែលជីវករមិនថាខ្ញុំមិនថាគេគ្រួសារខ្ញុំគ្រួសារគេយ៉ាងរៃគ្នាម្នាក់បន្តិចជួយបរិច្ចាគដើម្បីជាតិយើងចឹងណាចឹងបងប្អូនខ្ញុំថតឲ្យខ្ញុំបានប៉ុណ្ណឹងបងប្អូនសង្ឃឹមថាស្អែកគាត់ថតឲ្យបានច្រើនឲ្យខ្ញុំយកទៅផុសចែកជូនបងប្អូនចឹងណាហើយមុខម្ហូបខ្ញុំថ្ងៃនេះបងប្អូនគឺស្លមួយកកូនកាត់ខ្ញុំនេះខ្ញុំអត់បានទៅផ្សារទេបងប្អូននិយាយទៅខ្ញុំអត់មានអារម្មណ៍ធ្វើម្ហូបទេអញ្ចឹងហើយនៅក្នុងទូទឹកកកខ្ញុំមានអីខ្ញុំដាក់នឹងស្លកោខ្ញុំនេះសំបីតែសាឡាត់គឺខ្ញុំដាក់ខ្ញុំដាក់ទាំងអស់ហ្នឹងហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរខ្ញុំសូមជូនពរបងប្អូនដែលកំពុងរត់គេចខ្លួនចាក់ចោលផ្ទះសម្បែងឲ្យគាត់មានសុវត្ថិភាពល្អមានអាហារហូបចុកមានកន្លែងស្នាក់នៅគ្រប់គ្រាន់ហើយខ្ញុំសូមអំពាវនាវបងប្អូនប្រជាជនជាជនរួមជាតិដែលនៅទីឆ្ងាយជួយជាសទ្ធាជ្រះថ្លាដើម្បីជួយ support ពួកគាត់ក្នុងគ្រាក្រីក្រ